ngày nay thôi thôi mới toពីថ្ងៃមុនអញ្ចឹងយើងថ្ងៃហ្នឹងយើងនិយាយអំពីការគណនាហើយនិងលក្ខខណ្ឌមួយចំនួនអញ្ចឹងឥឡូវបានកាលថ្ងៃមុនអញ្ចឹងខ្ញុំបង្កើតយើងជាសញ្ញាបូននេះបង្កើតថ្មីក៏បានតែពេលយើងបង្កើតទៅវាពិបាកវិញពិបាកអីពិបាកត្រង់យើងត្រូវសេរី font ស្អីឡើងវិញអញ្ចឹងខ្ញុំ delete ចោលសិនអញ្ចឹងខ្ញុំ duplicate ចេញពីចាស់សេរីវិញសេរី transfer កើតហើយអញ្ចឹងខ្ញុំចុចទៅមួយវាជាពាក្យ duplicate ហ្នឹងគេអញ្ចឹងខ្ញុំដាក់ឈ្មោះថ្មី002គេអញ្ចឹងខ្ញុំលុបតារាងចាស់ចោលសិនចាំយើងទៅសេថ្មីអស់គ្នាវារំលឹកអញ្ចឹងខ្ញុំ delete គេឲ្យណាអញ្ចឹងឥឡូវយើងចាប់ដើមមុនគេគឺយើងប្រើការតារាងថ្មីមួយអញ្ចឹងដំបូងខ្ញុំបង្កើតការជាតារាងមួយមកយើងដាក់ទៅសេសិនទី1ខ្ញុំដាក់symbol ពីមុនអញ្ចឹងsymbol ទី2សេវាខុសលឿនពេក symbol ហើយទី2 lot size ទី3ខ្ញុំដាក់ balance machine ទៀតខ្ញុំប្រើពាក្យ machine ទៅហើយទី3យើង TP and SL TP and SL អូខេអញ្ចឹងយើងដាក់ផ្សេងគ្នាគោលដៅយើងចំណេញផ្សេងគ្នាអូខេហើយ machine យើងសេរីឲ្យស្ពិនគ្នាបានមកកុំឲ្យវាខុសទៅក្នុងគ្នាហើយខ្ញុំបង្កើតទីវាដាក់ប្រអប់អូខេឲ្យស្អាតចឹងមកខ្ញុំដាក់ពណ៌វា text plot ស្រួលមើលអូខេឧទាហរណ៍ណាអញ្ចឹងតារាងណាដែលយើងវាយអក្សរយើងដាក់ចន្លោះទៅ lot size អីមិន symbol ឈ្មោះអីដូចមិញអញ្ចឹងឥឡូវខ្ញុំបង្កើតកូនតារាងតូចមួយខ្ញុំបង្កើតកូនតារាងតូចមួយដើម្បីយើងចាប់តម្លៃមកគណនាទាំងអស់គ្នាអញ្ចឹង symbol មួយទៀត try យើងបង្កើតតែពីរហ្នឹងមកបានហើយហើយខ្ញុំselect លើវាមកខ្ញុំដាក់ប្រអប់ហើយយើងមើលស្ដាំហ្នឹងដើម្បីយើងចាប់បង្កើតតារាងវាទាំងអស់គ្នាអូខេនេះ convert to table មកលោតតារាង table 2អូខេអញ្ចឹងខ្ញុំដាក់មានខ្ញុំបងអញ្ចឹងមកស្រួលលេងឧទាហរណ៍ណាអញ្ចឹងយើងខ្ញុំmuốnយើងបង្កើតចាប់យកតម្លៃវាអញ្ចឹងយើងដាក់វាគេដាក់ Google Google Finance ហ្នឹងមកហើយយើងចាប់ឈ្មោះបន្តមកទៀតយើងចាប់ចង់បាននេះគេយើងបាន price យើងដាក់ចឹងលោតតម្លៃឲ្យព្រីសមកវាលោតឲ្យទាំងអស់អូខេអញ្ចឹងយើងបានតារាងតម្លៃលេខមួយហើយឥឡូវយើងចាប់តាម symbol យើងដាក់data revolution add rule មកយក top down from rank មកយើង select rank នេះអូខេអញ្ចឹងយើងយើងចុចត្រង់ក្រេ4ហ្នឹងមកហើយយើង select rank អូខេអញ្ចឹងអាហ្នឹងហើយយើងចង់ដោះហ្នឹងចេញយើងដោះចេញធ្វើ advanced option ហើយយើងដាក់ row មកដើម្បីស្រួលទៅកន្លែងចុចណាដាក់អូខេអញ្ចឹងយើងជ្រើសរើសបានហើយនេះឧទាហរណ៍ណា lot size អញ្ចឹង lot size យើងបំពេញខ្លួនឯងចង់បានប៉ុន្មាន lot size ឬក៏យើងចង់ដាក់ជា rule អញ្ចឹងបានដែរយើងដាក់ជា rule ក៏បានយើងដាក់អូខេមិនដាក់ rule ទេយើងចាំបងលេខអីហើយ margin យើងឥឡូវយើងឧទាហរណ៍ថាដាក់3សិនយកលេខសិនណាអញ្ចឹង margin យើងត្រូវស្មើតម្លៃរបស់ Tesla ហ្នឹងគុណមែនអត់អញ្ចឹងបើយើងវាយមួយពិបាកវិញពិបាកមិនឧទាហរណ៍ថាយើងចង់ដូរដាក់ Tesla Meta យើងវាយតម្លៃ Meta អញ្ចឹងវាលោតញ៉ៃអញ្ចឹងឥឡូវខ្ញុំចាប់ដើមពីធម្មតាសិនឥឡូវឧទាហរណ៍ថាយើង Tesla អញ្ចឹងគុណ3អញ្ចឹងខ្ញុំត្រូវស្មើនឹងនេះកន្លែង plus lot size ហ្នឹងគុណយើងប្រើសញ្ញាខ្វៃនេះប្រើសញ្ញាលេខ8 shift លេខ8មកឃើញហើយ shift លេខ8មកយើងចុចតម្លៃរបស់ Tesla ទៅ enter មកលោតហើយវាលោតអញ្ចឹងវាអត់ទាន់ឃើញរូបដុល្លារអញ្ចឹងបើយើងចង់ដាក់រូបដុល្លារយើងចូលកន្លែង format number ហើយយើងរកវា US ដុល្លារមកឃើញ
load ចេញដល់មកហើយខ្ញុំមានថាយើងទិញ3វា load 1200ហាចឹងបើសិនជាចង់ទិញ5វា load តាមហ្នឹងអូខេចឹងមួយសិនចឹងវាយើងចង់ដូរឧទាហរណ៍យើងចង់ដូរ NVIDIA អីយើងត្រូវគុណនេះយើងគុណប៉ុន្មានយើងគុណ NVIDIA Intel មក load ចឹងបើយើងដាក់ចឹងវាពិបាកដូច្នេះខ្ញុំដូរវាចេញចឹងយើងប្រើ block up បងប្អូនយើងរូបមួយគេហៅថា block up មើលខ្ញុំរៀបធំតិចដើម្បីស្រួលមើលក្បាលនេះចោលទៅគុណមកយើងប្រើពាក្យ block up VL នេះ block up VL double OKUP ចឹង block up នេះsearch key យើងចុចត្រង់កន្លែងឈ្មោះត្រង់កន្លែងឈ្មោះហើយទៅទៀតយើងជ្រើសរើសពីក្បៀសមកដើម្បីយើងជ្រើសរ៉ាងយើងគឺគេ table 2ជាងយើងទៅសេពាក្យឈ្មោះតារាងហ្នឹងនេះ table 2 load មកស្អីយើងចុចលើហ្នឹងមកយើងក្បៀសមកហើយលេខទីម៉ាន1 2មានជួររ៉ាងទីម៉ានអានេះយើងរឹបជួរទី1ជួរទី2អញ្ចឹងវាយើងចង់បានតម្លៃយើងចុចលើលេខ2មកហើយវាមួយទៀតគេឲ្យយើងដាក់is sorted អញ្ចឹងយើងយកពាក្យ short យើងដាក់ពាក្យ for ពាក្យ for ឬក៏យើងវាយលេខ0មកវាដាក់ហើយ enter នេះ load មក auto ហើយបើយើងចង់ដូរអូតែយើងដូរ meta តម្លៃវាដូរដែរវាស្អីវាចាប់តម្លៃពីនឹងមកអូតែយើងយក Mara តម្លៃ8 Mara ទេបើសិនយើងដាក់តែមួយវាគុណមកតម្លៃមួយវាទេdata ឃើញ600ជាងNVIDIA 184អញ្ចឹងហើយយើងដាក់តម្លៃ3វា load margin មក500ឥឡូវ TP SL ម្ដងអូខេអញ្ចឹង TP ជាទូទៅខ្ញុំដាក់ SL រឹបចេញពី SL មកមុនអញ្ចឹង SL 2លេខTP យើងយក6លេខឧទាហរណ៍ណាអានឹងស្រីយើងចង់បានប្រមាណយើងដាក់ខ្លួនឯងក៏ได้ហើយយើងគុណ lot ស្អីគ្នាអញ្ចឹងវាស្មើនឹងស្មើនឹង3គុណនឹងគឺថាយើងយក6លេខអញ្ចឹងយើងគុណនឹង6មកគុណនឹង6ថានេះដូចគ្នាយើងប្រើសញ្ញាដកក៏បានដែរស្មើដកគឺថាយើងវាជា SL ហ្នឹងពេលយើងនេះខាតហើយស្មើនឹងប៉ុណ្ណេះគុណនឹង2នេះអញ្ចឹងហើយយើងដាក់ដុល្លារដូចគ្នាយើងចូលកន្លែង format មក number យើងអូសទៅក្រោមយកពាក្យ US ដុល្លារវា load មកហើយយើងអាចដាក់តាមពណ៌ទៀតក៏បានដែរនេះពណ៌ក្រហមមកខ្ញុំចូលចិត្តតែកណ្ដាលខាតយើងយកពណ៌ក្រហមអញ្ចឹងបើថាយើងយក5អញ្ចឹង5វាគិតតាមនឹងទៀតនេះវា load តាមអាហ្នឹងមួយយ៉ាងអានេះ OO13 ហើយបើយើងចង់បានអីផ្សេងទៀតយើងអាចសេរីទៅតាមនឹងទៀតអានេះយើងក៏គុណលេខរៀង lot size margin TPSL ទេហើយយើងអាចគណនាទៅតាមភាគរយនឹងទៀតបើសិនយើងមាន balance អីទៅយើងអាចបែងចែក balance តាមនឹងទៀតយើងអាចយកទៅពីខាងនឹងវិញយើងគណនា lot size ចេញពី SL នឹងវិញឥឡូវឧទាហរណ៍ថាយើងSL យើងចំនួនប៉ុន្មានយើងចង់ចូលប៉ុន្មានឥឡូវយើងវិច្រាស់មកវិញយើងវិច្រាស់ពីនេះវិញណាឧទាហរណ៍ថាយើង SL យើងចំនួន15ដក15ដុល្លារតែ SL យើងគឺ15ដុល្លារខាត15ដុល្លារហើយយើងចំណេញ30អូខេអញ្ចឹង15ដុល្លារហើយ30អញ្ចឹងតើយើងអាចចូលប្រមាណចូល lot size បានប្រមាណអញ្ចឹងយើងគិតចេញពី SL ហ្នឹងទៅយើងវិច្រាស់មកវិញត្រូវស្មើនឹងនេះ SL នេះចែកនឹង price ចែកនឹង price របស់វាអញ្ចឹងយើងប្រើពាក្យ loop ហ្នឹងប្រើពាក្យនេះយើងដូចអញ្ចឹង block up NVDA ហើយតារាង table ហ្នឹង rank table នេះ table 2ហើយក្បៀសមកយើងយកចំនួនលេខដូចគ្នាតែយើងចែកឡំដាក់គុណខ្ញុំប្រើចែកវិញយើងចែកនឹងចំនួន price វិញយើងមានតែយើងអាចចូលប្រមាណហើយលេខមកលេខ2ខ្ញុំប្រើលេខ0ទៅ fall ទៅ0.08នេះយើងអត់ប្រើនេះទេ
ចាច្រឡំយើងប្រើអញ្ចឹងយើងចែកកន្លែងហ្នឹងអត់កើតទេមានតែយើងអត់ប្រើចែកកន្លែងទេអញ្ចឹងយើងចែកនឹងចំនួនមិនបើតែយើង SL យើងយកប៉ុន្មានលេខ SL យើងយកប៉ុន្មានលេខយើងយក2លេខយើងចែកនឹង2ចែក2ហ្នឹងតែយើងឃើញហើយយើងដូរឲ្យចេញយើងដូរអានេះចេញយើងដាក់ number យើងដាក់លេខធម្មតាមកយើងដាក់លេខធម្មតា number ចឹងវាលោកទៅចឹងឡតសារយើងចូលយើងចូល7ចូលចំនួន7ចឹងបើយើងចូលចំនួន7មានន័យថាយើងវិរុទ្ធ2លេខក៏អស់5-10រៀលចឹងមានន័យបើយើងចូលវាចំនួន7មានន័យថាយើងត្រូវខាត់អស់5-10រៀលមានន័យបើយើងយក1 SL $2មានយើងត្រូវចូលដល់ទៅ7យើងចូលដល់ទៅ7បានយើងដែរមិញ5ពីរដង10ត្រូវ5ពីរដង10ចឹងបើថាយើងយកអាហ្នឹងចំនួន2វិញអាហ្នឹង2វាបើសិននេះ10រៀលវាតែ5លេខឯងមានថាយើងចូលច្រឡំសារចំនួន3ចឹងយើងយកត្រូវចែកនឹងចំនួនដែលយើងគិត SL ហ្នឹងគាត់ថាទៅយើងដាក់ SL $2ហើយបើសិនយើងទៅមើលក្រាមបើយើងអាចបើកមើលក្រាមចាហើយមិញខ្ញុំបើកមើលគេខ្ញុំបើកមើលមេតាបាត់សូននេះពេលណាចេះខ្ញុំយកមិញអីគេមិញខ្ញុំយក NVDA គេចឹង NVDA ហូតចប់ MN នេះចិត្តហើយ NVDA គេ NVDA ចឹងគាត់ថាខ្ញុំដាក់វាស្អាតណាចឹង SL 2លេខចឹង SL 2លេខ TP ខ្ញុំយក6លេខនេះបាទ SL 2លេខខ្ញុំ TP 6លេខឧទាហរណ៍ចឹងណាចឹងបើសិនយើងចូលចំនួន10អា2លេខប៉ុណ្ណឹងវាបើសិនយើងចូលចំនួន5 SL 2លេខនោះវាស្មើនឹង$10បើសិនយើងចូលចំនួនបើសិនយើងចូលដល់ទៅច្រើនជាងនេះគាត់ថាវាតែយើងចង់ reach ដល់ទៅ$30ចឹងយើងអាចចូល lot size ដល់ទៅ15ចឹងអានេះយើងគិតនេះចេញពី SL ហ្នឹងវាថា SL ប្រហែលមេរីយើងប្រហែលទៅឲ្យយើងគិតនេះ lot size ក្រោយបន្ទាប់ពីយើងគិតនេះ reach ហើយយើងគិតនេះ lot size បន្ទាប់ពីយើងគិតនេះរួចគិតនេះreach រួចយើងគិតនេះយក lot size ក្រោយមានថា lot size គិតនេះចេញពី reach យើង reach ប្រហែល$ហើយក្នុង position ដែលយើងចូលហ្នឹងយើងដាក់ SL ប្រហែលលេខបានយើងអាចគណនា lot size ចេញបានអាហ្នឹងឧទាហរណ៍តែឥឡូវយើងដាក់មួយទៀតទៅឲ្យវាស៊ីជម្រៅបន្តិចខ្ញុំដាក់ balance សរុបតែយើង balance សរុបរបស់យើងភាសា balance សរុបរបស់យើងខ្ញុំមានលុយចំនួន$1000 $2000 2000ក៏បានហើយ2000ខ្ញុំដាក់format number អូខេ format number $អូខេចឹង$2000យើង select បង្កើតតារាងមកអូខេចឹង$2000ហ្នឹងមានថាយើងលុយយើងមានចឹងយើងរីកប្រមាណភាគរយដាក់មួយទៀតអូខេរីនេះមានថាយើងដាក់បើសិនជាវាចូលអត់បានត្រូវល្អអត់បានត្រូវយើងខាតប្រមាណមានន័យចឹងហើយតែបើយើងចូលត្រូវយើងទទួលបានប្រមាណយើងថែមពាក្យ reward មួយទៀតrisk reward អូខេចឹងយើង risk reward ខ្ញុំបង្កើតតារាងមួយទៀតដាក់ពណ៌ស្អាតមកហើយដូរអាពណ៌លើវិញអូខេហើយអានេះយើងដាក់យ៉ាងដិតមកហើយ risk ប៉ុន្មាន reward ប៉ុន្មានឥឡូវដំបូងយើងគិតជាភាគរយនេះខ្ញុំដាក់ចូលគ្នានេះយើងចេញនេះយើងមើលចូលគ្នាហើយអានេះយើងដាក់ option មកអានេះខ្ញុំគិតជាភាគរយអានេះខ្ញុំគិតជាដុល្លារអូខេអញ្ចឹងឧទាហរណ៍ខ្ញុំចង់ risk 10%អូខេអញ្ចឹងអានេះខ្ញុំរត់មកក្រោម
ចឹង reward ខ្ញុំត្រូវស្មើនឹងគុណ3ស្មើនឹងអានេះគុណនឹង3 30% អញ្ចឹងវាថាបើយើងខាត់អត់ 10% បើចំណេញ30% អញ្ចឹងយើងចង់បានថាយើង 10% នេះស្មើដុល្លារស្មើ10គុណនឹង balance សរុប enter អាហ្នឹងអត់ទេអញយើងសេរូបមួយផ្សេងពីច្រាស់គ្នាអានេះដែរហើយគុណនឹង30អូខេបើសិនជាយើងរីគឺរី2ដុល្លារអញ្ចឹងយើងយកចេញពីនេះទៅSL យើងត្រូវយកចេញពីរីអូខេចឹងខ្ញុំប្រើសញ្ញាស្មើហើយស្មើតារាងនេះដែរ2ដុល្លារ TP ស្មើចេញពី reward អូខេអញ្ចឹងយើងគិតលេខវាទៀតយើងគិតលេខវាមួយទៀតឥឡូវខ្ញុំបង្កើតតារាងខ្ញុំបង្កើតតានេះខ្ញុំបង្កើតចន្លោះនេះមកដើម្បីខ្ញុំបង្កើតចន្លោះនេះមកខ្ញុំដាក់ insert លើហើយខ្ញុំយកfile នេះដាក់ខាងក្នុងវិញអូខេអញ្ចឹងនេះខ្ញុំដាក់អស់វិញដែរហើយ copy យក font វាមកដាក់អូខេអញ្ចឹងខ្ញុំដូរដាក់នេះ file វិញ file price ហើយអានេះខ្ញុំដាក់price ហើយខ្ញុំដាក់អានេះដាក់bridge តាមលេខទៀតច្រើនទៅខ្ញុំថែម column មួយទៀតដើម្បីយើងដាក់ report ផងដាក់ bridge មុខ bridge មុន reportអានេះមិនយើងយកជាលេខទាំងម្ដងណាមានថាយើងវាអាចរត់ SL បានប្រហែលលេខអញ្ចឹងពេលស្លារត់លឿនអញ្ចឹងខ្ញុំដាក់3លេខទៅពេលយើងដាក់លេខពេកវាទៅបញ្ចប់ហើយអានេះខ្ញុំយកស្មើនឹងនេះគុណ3ទាំងអស់ព្រោះនេះគុណនឹង3ទាំងអស់ព្រោះមួយរីវ៉ាយកមួយយក2អញ្ចឹងគុណនឹង3អូខេយើងគ្រីសខ្ញុំស្មើមួយគុណ3ទាំងអស់ឥឡូវអានេះមេតាខ្ញុំយក5លេខទៅសារវារត់ឆ្ងាយ NVDA 2លេខ Mara គឺប៉ុន្មាន Mara គឺ 0.5 ទៅដោយសារវាតូចពេកចាំមើលថាបើយើងដាក់ SL យើងដាក់ stop loss មកវិញយើងដាក់ក្រោម3លេខនេះដាក់ stop loss ក្រោម5លេខហើយយើងយកចំណេញ15លេខខាងលើអូខេប៉ុណ្ណឹងបានហើយឥឡូវយើងចាប់ដើមមើលរបស់នេះអញ្ចឹង SL អូខេ SL យើងផ្ដោតលើនេះអញ្ចឹងយើងត្រូវយក200នេះយក200ទៅចែកអានេះឡតសាយយើងត្រូវយកចែកនឹងចំនួនលេខដែលយើងដាក់ SL ដូច្នេះខ្ញុំយកឡតសាយស្មើនឹង200ចែក200យើងប្រើសញ្ញាចែកយើងប្រើសញ្ញាផ្ដេកដែរហើយចែកនឹងចែកនឹងជួរនេះអញ្ចឹងខ្ញុំប្រើពាក្យ block up នេះខ្ញុំប្រើពាក្យ block up ឈ្មោះដែរនេះឈ្មោះ NVDA ហើយ base មក table 2នេះចំណងជើងយើងដែរហើយខ្ញុំដាក់មួយទៀតខ្ញុំដាក់លេខរៀងទីម៉ាននេះ1 2 3ជួរទី3ដាក់លេខ3មកហើយខ្ញុំប្រើលេខ0ស្មើនឹង fail enter អូខេអញ្ចឹងនេះ100 lot size ឥឡូវដូរនេះវិញឥឡូវតើ balance យើងមានតា100អញ្ចឹងវារត់នឹងវិញ balance យើង100 10% រី10ដុល្លារនេះ SL យើងតែ10ដុល្លារទេអញ្ចឹងបើសិនយើងចូល5ហើយបើយើងដូរឥឡូវបើយើងដូរខ្ញុំប្រូមវិញអានេះដោយសារយើងគិតនេះតាម stock ផ្សេងគ្នាឥឡូវយើងដូរទៅមេតាដែលយើងចូលតូចព្រោះយើងលេខធំអញ្ចឹងយើងដូរអាពាក្យមេតាយើង SL 10ដុល្លារដែរប៉ុន្តែយើងបដូរមេតាចូលតែប៉ុន្មានចូលតែ2ទេភាសា SL 1យើងដាក់5អញ្ចឹង2វាត្រូវហើយ2 5ដល់10ដុល្លារវាថាបើយើងខាត10ដុល្លារបើ TP វិញឥឡូវ TP ខ្ញុំ TP យើងអាចគិត
រត់តាមនេះធម្មតាទៅព្រោះតែបញ្ហាទីហើយអានេះយើងតែខ្ញុំមានលុយដល់ទៅ500ដុល្លារវាលុតតាមនេះទេយើងអាចចូលបាន10អានេះយើងការគណនាហើយលក្ខខណ្ឌមួយចំនួនទៀតដូចជាហ្នឹងចាំក្រោយទៅដោយសារវីដេអូហ្នឹងវែងហើយអញ្ចឹងអរគុណចាំជួបគ្នាវីដេអូក្រោយអូខេបាយបាយ